ម្សិលមិញហ្នឹងសម្ដេចតេជោមានប្រសាសន៍នៅក្នុងព្រឹទ្ធសភានិយាយអំពីការពោលពាក្យអសុរោះនៅលើបណ្ដាញសង្គមហ្នឹងដែលប៉ះពាល់តម្លៃស្ត្រីនឹងត្រូវលុបបំបត្តិអញ្ចឹងព្រះអង្គលោកសម្ដែងនេះសប្បាយកថាសង្គមមួយដែលមានការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរប្រជានុរាស្ត្រនៃសង្គមនោះត្រូវពោលពាក្យជាទីរីករាយជាទីរីករាយក្នុងទីនេះគឺនិយាយប្រកបដោយវិជ័យសុចរិតជេរបតិចគ្នាជេរស្ត្រីជេរមនុស្សចាស់ជេរព្រះសង្ឃហើយយើងមនុស្សយើងចំនួននេះកាលណាយើងសាបព្រោះយ៉ាងណាកូនចៅយើងចំនួនក្រោយវានឹងទៅជាយ៉ាងដូច្នោះហើយជាងសូមប្រជាជាតិទាំងមូលលោករួមគ្នាដើម្បីនឹងបង្រៀនកូនចៅយើងឲ្យពោលពាក្យជាទីរីករាយប្រកបដោយប្រយោជន៍នឹងឃើញសម្ដេចប្រធានព្រឹទ្ធសភាលើកម្សិលមិញហ្នឹងឃើញទេតែស្រុកយើងជេរអូពុទ្ធហើយជេរនោះជេរអត់ទេញាតិញោមកែចេញអស់លោកណាដែលធ្លាប់មានពាក្យមិនពិរោះលើបណ្ដាញសង្គមអីលោកកាត់បន្ថយឲ្យលោកលះបង់ដើម្បីប្រយោជន៍របស់ជាតិយើងទាំងអស់